បាទសួស្តីបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាខ្ញុំបកករណាខ្ញុំបាទសូមគោរពថ្វាយបង្គំព្រះគុណម្ចាស់គ្រប់ព្រះអង្គតាមឋានានុក្រមនិងសូមគោរពលោកយាយលោកតាបងប្អូនពុទ្ធបរិស័ទទាំងអស់ទោះនៅទីជិតឆ្ងាយក្តីដោយសេចក្តីគោរពនិងការរាប់អានបាទថ្ងៃនេះដែរខ្ញុំសូមលើកយកនៅឆ្នាំទាំង12ដែលមានរាសីខ្ពស់មធ្យមនិងទាបដែលយើងហៅថារាសីខ្ពស់រាសីកណ្ដាលឬក៏រាសីស្រចុះបាទនៅក្នុងឆ្នាំទាំង12នេះទៅតាមលំដាប់លំដោយហើយប្រសិនណាបើជាបងប្អូនបានស្ដាប់នៅកម្មវិធីនេះហើយត្រូវនឹងឆ្នាំដែលបងប្អូនកើតហើយនឹងថ្ងៃនេះដែរក៏គួរគប្បីដើម្បីជៀសវាងឬក៏ធ្វើនៅមង្គលការងារផ្សេងៗទៅតាមអ្វីដែលខ្ញុំបានប្រាប់បាទព្រោះនេះជាក្បួនតម្រាពីបុរាណដែលបានចែងទុកមកសម្រាប់ឲ្យកូនចៅប្រកបនៅជ័យមង្គលលាភសិរីសួស្តីធ្វើការងារអ្វីៗបានប្រកបទៅតាមសេចក្តីប្រាថ្នាសូមអញ្ជើញស្ដាប់ដូចតទៅបាទសម្រាប់បងប្អូនដែលកើតនៅឆ្នាំជូតបាទរិស័យថ្ងៃស្អែកគឺមធ្យមបាទពណ៌សំណាងរបស់លេខសំណាងរបស់បងប្អូនគឺ485ហើយចំណែកពណ៌សំណាងគឺពណ៌ខៀវនិងពណ៌លឿងអញ្ចឹងបងប្អូនកុំភ្លេចខមមិនលេខ485ហើយនឹងស្អែកហ្នឹងគឺត្រូវស្លៀកសម្លៀកបំពាក់ពណ៌ខៀវឬក៏ពណ៌លឿងដើម្បីទទួលនៅជោគជតារិស័យឬក៏ហៅថាកាត់ឆុងបាទថ្ងៃហ្នឹងមិនឡើងមិនចុះទេគឺមធ្យមអញ្ចឹងយើងឡើងក៏មិនឡើងចុះក៏មិនចុះអញ្ចឹងការងារអ្វីៗគឺយើងប្រកបទៅដោយរលូនមិនមានអ្វីប៉ះពាល់ទេអញ្ចឹងសូមរងចាំស្ដាប់ដូចតទៅបាទឆ្នាំជូតសម្រាប់បងប្អូនដែលកើតឆ្នាំជូតធាតុទឹកពងទេវតាប្រុសថ្ងៃនេះរាសីមធ្យមសម្រាប់ការរស់នៅប្រចាំថ្ងៃដំណើរជីវិតរបស់លោកអ្នកនៅក្នុងថ្ងៃនេះគឺមានបញ្ហាមិនសូវជាល្អទេបាទមានបញ្ហាផ្ទាល់ខ្លួនខ្លះចូលមកយាយខ្លះក៏មានជំងឺដំកាត់ផ្សេងខ្លះទៀតក៏មានបញ្ហាផ្លូវចិត្តស្មុគស្មាញមិនសូវល្អទេអញ្ចឹងយើងធ្វើអ្វីមួយគួរតែប្រុងប្រយ័ត្នសម្រាប់ថ្ងៃនេះបាទចំពោះការងារប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលផ្លាស់ប្ដូរទេការងារដែលយើងធ្វើប្រចាំថ្ងៃដូចជាការទៅធ្វើការងារនៅការិយាល័យធ្វើការងារខាង office ការងារមន្ត្រីរាជការអ្វីនោះគឺមិនមានអ្វីប្រែប្រួលទេឃើញថាល្អប្រសើរប្រកបដីដូចតែរាល់ដងអញ្ចឹងចំណែកអ្នកធ្វើចំនួនជួញដូរអ្នកប្រកបរបររកស៊ីជួញដូរវិញនោះទោះបីជាការជួញទីឆ្ងាយចិត្តនឹងយ៉ាងណាក៏មានកម្រៃហូរចូលមកមួយគ្រាន់ដើម្បីបំពេញតម្រូវការបងប្អូនដែរតែបើចង់ធ្វើចំនួនធំនោះឃើញថាតែងជួបផលអាក្រក់ច្រើនជាងល្អបន្តិចចឹងសម្រាប់អ្នកដែលធ្វើចំនួនជួញដូរនៅក្នុងថ្ងៃនេះមិនសូវជាល្អប្រហែលទេសម្រាប់ដែលយើងចង់ដាក់ទុនធំអញ្ចឹងបើសិនណាជាយើងអាចធ្វើនៅមុខចំនួននឹងតូចតាចល្មមទេយើងទទួលយកសិនទៅចាំដល់ថ្ងៃស្អែកចំគិតទៀតបាទចំណែកបញ្ហាស្នេហាវិញកំឡោះក្រមុំឬពោះម៉ាយមីម៉ាយក្តីមានការចេះអត់ឱនឲ្យគ្នានិងប្រស័យតាក់ទងគ្នាល្អណាស់បាទមិនថាជាថ្ងៃណាទេសម្រាប់គូស្វាមីភរិយាកំមុំកន្លោះពោះម៉ាមីម៉ាយក្តីបើសិនណាជាមិនមានការអត់ឱនឲ្យគ្នាទេគឺយើងមិនអាចរស់នៅចុះសម្រុងជាមួយគ្នាបានទេបាទនេះសម្រាប់អ្នកដែលកើតឆ្នាំជូតបាទជាចុងក្រោយខ្ញុំបាទសូមសតិពរជ័យសិរីសួស្តីជ័យមង្គលកើតមានដល់បងប្អូនដែលកើតនៅឆ្នាំជូតរាសីមធ្យមនៅក្នុងពេលនេះឲ្យប្រកបការងារអ្វីៗបានសម្រេចដោយសេចក្តីប្រាថ្នាហើយកុំភ្លេច share វីដេអូនេះមួយដាក់លេខ485ហើយសម្លៀកបំពាក់ដែលយើងស្លៀកពាក់ថ្ងៃស្អែកគឺពណ៌ខៀវនិងពណ៌លឿងបាទកុំភ្លេចធ្វើតាមដើម្បីជាការលើករាសីនិងធ្វើជោគវាសនារបស់យើងសំណាងល្អបន្តអំពីឆ្នាំជូតទៅខ្ញុំបាទសូមលើកយកនៅឆ្នាំឆ្លូវបន្តទៅទៀតបាទបាទឆ្នាំឆ្លូវនៅថ្ងៃស្អែកនេះគឺមិនល្អទេគឺធ្លាក់ចុះបាទអត់ឡើងហើយក៏មិននៅកណ្ដាលដែរគឺចុះតែម្ដងបាទគេថាចុះខ្លាំងអញ្ចឹងដើម្បីធ្វើឲ្យរាសីរបស់លោកអ្នកមាន
ភាពភាសាឡើងវិញគឺយើងត្រូវខមមិនលេខ651ហើយស្លៀកសម្លៀកបំពាក់ពណ៌ក្រហមបាទពណ៌ក្រហមគឺជាពណ៌ជួយលើករាសីរបស់បងប្អូនដែលធ្លាក់ចុះឲ្យមកល្អឡើងវិញគេថាកាយពីគ្រោះមកលាបសំណាងវិញអញ្ចឹងបងប្អូនដែលកើតឆ្នាំឆ្លូវនៅថ្ងៃស្អែកនេះសូមកុំភ្លេចខមមិនលេខ651ហើយស្លៀកសម្លៀកបំពាក់ពណ៌ក្រហមដើម្បីជាការកាត់ឆុងនៅថ្ងៃស្អែកនេះហើយសូមតាមដានស្ដាប់ដូចតទៅឆ្នាំឆ្លូវសម្រាប់បងប្អូនដែលកើតឆ្នាំឆ្លូវធាតុដីពងមនុស្សប្រុសជាសេចថ្ងៃនេះចុះតដែតស្រុតចុះតែម្ដងអានេះមិនខ្ពស់តដែតគេស្រុតចុះតដែតស្រុតចុះការរស់នៅប្រចាំថ្ងៃនៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតើអង្គតែចេះមើលស្ថានភាពពីព្រោះថាហេតុការណ៍នឹងកើតឡើងដោយនឹកស្មានមិនដល់វាជាពុទ្ធហេតុឬក៏ជារឿងមិនល្អជាមួយនឹងអ្នកដទៃដែលកើតច្រើនជាងរាល់ថ្ងៃបាទអញ្ចឹងបានថាក្នុងថ្ងៃហ្នឹងស្ថានភាពការងាររស់នៅប្រចាំថ្ងៃរបស់យើងមានភាពស្មុគស្មាញច្រើនឬក៏មិនល្អទេអាចនឹងកើតហេតុការណ៍ណាមួយជាមួយអ្នកជិតខាងឬក៏អ្នកដែលទៅកន្លែងឆ្ងាយអញ្ចឹងណាបាទអញ្ចឹងយើងត្រូវប្រយ័ត្នបន្តិចចំពោះកិច្ចការងារប្រចាំថ្ងៃការប្រកបរបរការងារខ្សត់មនុស្សល្អតែមកសម្បូរមនុស្សតាមចាប់កំហុសនិងបង្កបញ្ហាចឹងថ្ងៃហ្នឹងអត់សូវមានអ្នកល្អមករាប់អានជាមួយទេមានតែមនុស្សចាំចាប់កំហុសឬក៏ចង់ចំណានឈ្នានេះឬចង់ផ្សេងផ្សាអញ្ចឹងយើងដឹងហើយគួរតែប្រយ័ត្នប្រយែងមែនតើការធ្វើចំនួនជួញដូរអ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងបោះទុនរកស៊ីធំដុំនោះទេជាពិសេសគឺយកទៅលេងល្បែងស៊ីសងនាំចប់បំណុលពេញខ្លួនអញ្ចឹងយើងត្រូវប្រយ័ត្នមែនតើបញ្ហាស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខនិងកំពុងស្រស់ស្រួលគ្នាល្អប្រពៃអញ្ចឹងអាចនឹងបញ្ហាផ្សេងៗតែចំពោះបញ្ហាគ្រួសារស្នេហាគឺល្អប្រសើរធម្មតាទេបាទជាចុងក្រោយនេះក៏សូមសិទ្ធិពរជ័យសិរីសួស្តីជ័យមង្គលដល់បងប្អូនដែលកើតឆ្នាំឆ្លូវដែលរាសីមិនល្អនៅក្នុងថ្ងៃស្អែកនេះសូមឲ្យខមមិនលេខ16651 share វីដេអូនេះចេញសរសេរលេខ1651ស្លៀកពាក់សម្លៀកបំពាក់ពណ៌ក្រហមនៅថ្ងៃស្អែកនេះដើម្បីកាត់ឆុងលើករាសីឲ្យលោកអ្នកកែប្រែពីគ្រោះទៅជាលាភវិញសូមឲ្យសំណាងល្អគ្រប់ភារកិច្ចបាទប្រាថ្នាអ្វីៗបានសម្រេចដោយសេចក្តីប្រាថ្នាបន្តអំពីឆ្នាំនេះទៅគឺចូលទៅដល់ឆ្នាំខាលបាទយើងសូមបងប្អូនរងចាំស្ដាប់ដូចតទៅបាទសម្រាប់បងប្អូនដែលកើតនៅឆ្នាំខាលបាទឆ្នាំខាលរាសីនៅថ្ងៃស្អែកគឺមធ្យមមិនឡើងហើយក៏មិនចុះដែរគឺមធ្យមបាទលេខសំណាងរបស់បងប្អូនគឺជាលេខអ្វីទៅបាទគឺលេខ858បាទ858ហើយពណ៌សំណាងរបស់បងប្អូនគឺពណ៌ក្រហមឬក៏ពណ៌សបាទគឺជាលេខនាំសំណាងហើយនិងពណ៌នាំសំណាងបាទអញ្ចឹងសូមបងប្អូនខមមិនលេខ858មួយទៅហើយនឹងស្លៀកពាក់សម្លៀកបំពាក់ពណ៌សឬពណ៌ក្រហមនៅថ្ងៃស្អែកដែលយើងប្រុងទៅចេញដំណើរទៅនិយាយសេចក្ការឬក៏ទៅលក់ដូរឬក៏ធ្វើចំនួនជួញប្រែអ្វីគឺយើងស្លៀកពាក់ពណ៌ក្រហមឬក៏ពណ៌សហើយខមមិនលេខ858ដែលជាលេខនាំសំណាងលេខធ្វើឲ្យរាសីយើងកាន់តែមានពន្លឺភ្លឺថ្លាមេរិទ្ធីតិចឈ្នះអស់មេសត្រូវទាំងពួងបាទអញ្ចឹងសូមតាមដានស្ដាប់ដូចតទៅឆ្នាំខាលសម្រាប់បងប្អូនដែលកើតឆ្នាំខាលរាសីថ្ងៃនេះល្អមធ្យមការរស់នៅប្រចាំថ្ងៃសម្រាប់ថ្ងៃនេះលោកអ្នកមិនគួរចេញក្រៅផ្ទះទេប្រយ័ត្នមានក្រុមមនុស្សចាក់រុកឆ្កឹះឆ្កៀពីបញ្ហាអ្វីមួយធ្វើឲ្យរំខាននិងមានចំនួនវិវាទទាស់ទែងគ្នាជាមួយសត្រូវចាស់ហើយនឹងបង្កើនសត្រូវថ្មីហើយគេបែរជាលួចសាយចំអកដាក់មកវិញអញ្ចឹងអ្នកទាំងអស់គ្នាត្រូវប្រយ័ត្នមែនទែនសម្រាប់អ្នកដែលកើតឆ្នាំខាលក្នុងថ្ងៃនេះត្រូវប្រយ័ត្នចំពោះមនុស្សដែលគេចាក់រុកឆ្កឹះឆ្កៀឬក៏ពាក្យសម្ដីអ្វីមួយធ្វើឲ្យយើងមានបញ្ហាសត្រូវចាស់មិនទាន់ដោះស្រាយសត្រូវថ្មីក៏ថែមទៀតបាទគួរប្រយ័ត្នមែនទែនចំណែកកិច្ចការងារការប្រកបការងារទោះធ្វើអ្វីមួយក៏ដោយលោកអ្នកក៏បីមានការប្រយ័ត្នប្រយែងបន្តិចហើយត្រូវចងចាំថាទោះលោកអ្នកប្រកបកិច្ចការអ្វីក៏ដោយការបានឆ្លើយតបមកវិញនោះមិនជាទីគាប់ចិត្តប្រមាណទេក្នុងការងារដែលយើងបានធ្វើបែរថា
យើងធ្វើខំប្រឹងណាស់តែលទ្ធផលបានវិញមិនសូវល្អទេក្នុងថ្ងៃហ្នឹងអញ្ចឹងយើងល្មមបានដែរការធ្វើចំនួនជួញដូរដែលប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកម្មរកុសច្រើនប៉ុន្តែថ្ងៃបន្តិចពេលព្រះអាទិត្យចាស់ពេញអាកាសវេហាឧបទ្រពទាំងឡាយទាំងពួងនិងវិនិច្ឆ័យជាអហោសកម្មអស់ហើយការធ្វើចំនួនជួញដូរពេញដៃពេញជើងឡើងវិញបាទពេលព្រឹកមិនសូវល្អទេតែបានពេលថ្ងៃអញ្ចឹងព្រលឹមឡើងយើងតំមកតំកឬក៏មុំមកច្រើនពេកយើងធ្វើទឹកមុខស្រស់ស្រាយដើម្បីទទួលនូវសេចក្តីសុខស្តីពេលថ្ងៃនឹងមានលៀបចូលមកវិញហើយចំណែកបញ្ហាស្នេហាសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលដូរផ្លាស់ព្រោះជួនត្រូវវាយគ្នាជួនទាស់តែងគ្នាបាទវាចានក្នុងរាវវាគង់តែប៉ះទង្គិចគ្នាទេគាត់ថាយើងចេះយោគយល់អត់ជាស្រ័យឲ្យគ្នាទៅវិញទៅមកទៅវាជារឿងល្អអានេះសម្រាប់អ្នកដែលកើតឆ្នាំខាលបាទជាចុងក្រោយនេះក៏សូមប្រតិពោជ័យសិរីសួស្តីជ័យយមង្គលដល់បងប្អូនដែលកើតនៅឆ្នាំខាលរិស័យមធ្យមនៅក្នុងវេលាឱកាសពេលនេះឲ្យបានសម្រេចនៅអ្វីៗដែលបងប្អូនបងប្រាថ្នាយ៉ាងណាសូមបានសម្រេចដោយសេចក្តីប្រាថ្នាហើយកុំភ្លេច share វីដេអូនេះដាក់លេខ858និងស្លៀកពាក់ពណ៌ក្រហមឬពណ៌សដើម្បីជាពណ៌នាំសំណាងដូចតទៅបានបាទសម្រាប់បងប្អូនដែលកើតនៅឆ្នាំថោះរិស័យនៅថ្ងៃស្អែកនេះគឺមិនឡើងហើយក៏មិនចុះដែរគឺមធ្យមបានរិស័យមធ្យមចឹងបន្ថែមអំពីរិស័យមធ្យមរបស់បងប្អូនទៀតគឺមានលេខសំណាងរបស់បងប្អូនគឺ399បាទហើយពណ៌សំណាងដែលធ្វើឲ្យយើងមានតិចចេះអំណាចរដ្ឋីខ្លាំងក្លានោះគឺពណ៌លឿងបាទអញ្ចឹងសូមបងប្អូនដែលកើតនៅឆ្នាំថោះនៅថ្ងៃស្អែកនេះសូមខមមិនលេខ399ហើយសម្លៀកបំពាក់ដែលយើងស្លៀកពាក់នៅថ្ងៃស្អែកគឺពណ៌លឿងដើម្បីជាពណ៌ហុងស៊ុយកែប្រែពីមធ្យមទៅជាល្អខ្លាំងបាទដើម្បីជួយលើករាសីរបស់យើងនៅពេលដែលយើងធ្វើដំណើរទៅចរចាកិច្ចការអ្វីមួយដើម្បីជាទំនិញទិញលក់ឬក៏ទៅលក់ដីឡូឬក៏ទៅចរចាកុងត្រាអ្វីមួយគឺយើងត្រូវប្រើពណ៌លឿងបាទដើម្បីទៅនិយាយជាមួយគេបង្កើនរាសីរបស់យើងឲ្យបានរឹតតែល្អថែមទៀតចឹងសូមបងប្អូនរងចាំស្ដាប់ដូចតទៅបាទឆ្នាំថោះសម្រាប់បងប្អូនដែលកើតឆ្នាំថោះនៅក្នុងថ្ងៃនេះឆ្នាំថោះធាតុឈើពងមនុស្សស្រីរាសីថ្ងៃនេះគឺល្អមធ្យមបាទចំណែកការរស់នៅសប្តាហ៍ថ្ងៃនេះចំពោះថ្ងៃនេះដែរលោកអ្នកតើតែចង់ចាំថាមានមកហើយត្រូវតែមានត្រឡប់ទៅវិញហើយក៏ត្រឡប់មកវិញទៀតដោយនេះឃើញថាអ្វីៗមិនទៀងទាត់ហេតុនេះបើមានបញ្ហារឿងរ៉ាវត្រូវតស៊ូអត់ធ្មត់ទើបជាការល្អបំផុតចឹងមិនថាមានរឿងរ៉ាវអ្វីក៏ដោយល្អអាក្រក់យ៉ាងណាគួរតែចេះអត់ធ្មត់នឹងការងារឬក៏ខំមុតខំកសង្កត់ចិត្តបន្តិចទៅថ្ងៃនេះអាចនឹងមានបញ្ហាបើសិនណាជាយើងធ្វើការអ្វីមួយដោយមិនបានពិចារណាការងារប្រចាំថ្ងៃនៅថ្ងៃនេះការប្រកបការងារចូលប្រយ័ត្នប៉ះទង្គិចសម្ដីជាមួយនឹងក្រុមមនុស្សដែលនៅក្បែរខ្លួនចឹងមិនយើងនិយាយស្ដីឬក៏ធ្វើអ្វីមួយគួរតែប្រយ័ត្នប្រយែងមែនទែនចំពោះអ្នកក្បែរខ្លួនគេអាចនឹងយកសម្ដីយើងទៅប្រាប់អ្នកផ្សេងឬក៏អាចនឹងធ្វើឲ្យមានបញ្ហាដល់ខ្លួនយើងការធ្វើចំនួនជួញដូរប្រកបរបររកស៊ីលោកអ្នកជួបរឿងខ្វល់ខ្វាយច្រើនព្រោះតែការងារជួញដូរទីចិត្តឆ្ងាយមិនសូវសមប្រកបច្រើនអង្គុយស្ងាត់ឬដកដង្ហើមចោលច្រើនជាងការធ្វើដំណើរទៅជិតឆ្ងាយចូលប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយចំណែកបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រួលផ្លាស់ប្ដូរព្រោះជួនផ្អែមល្ហែមជួនពាក់មុខយៈដាក់គ្នាបាទស្គាល់ថាបងប្អូនយើងយល់ពីដំណើរជីវិតរបស់យើងនៅក្នុងថ្ងៃនេះអញ្ចឹងគួរតែប្រយ័ត្នប្រយែងយ៉ាងមែនទែនចំពោះអ្នកដែលកើតឆ្នាំថោះជាចុងក្រោយនេះខ្ញុំបាទសូមសិទ្ធិពរជ័យសិរីសួស្តីជ័យយមង្គលដល់បងប្អូនប្រុសស្រីដែលកើតនៅឆ្នាំថោះរាសីមធ្យមនេះសូម share នៅវីដេអូនេះមួយដាក់លេខ399បាទដើម្បីជាលេខហុងស៊ុយយឹតយងនៅរាសីរបស់យើងឲ្យកាន់តែល្អប្រសើរជាងអ្វីដែលយើងបានជួបបានអញ្ចឹងមធ្យមអាចនឹងទៅជាល្អបាទហើយម្យ៉ាងទៀតកុំភ្លេចស្លៀកពាក់នៅព្រឹកថ្ងៃស្អែកនេះគឺពណ៌លឿងដើម្បីទៅសម្រេចកិច្ចការចរចានិយាយស្ដីទៅលើរឿងរ៉ាវអ្វីមួយនឹងបានសម្រេចដូចសេចក្តីប្រាថ្នាហើយបន្ទាប់អំពីឆ្នាំថោះនេះទៅយើងបន្តទៅឆ្នាំរោងបន្ថែមទៀតបាទសូមអរគុណច្រើន
បាទសម្រាប់បងប្អូនដែលកើតឆ្នាំរួងនៅថ្ងៃស្អែកនេះគឺរាសីមិនឡើងហើយក៏មិនចុះដែរបាទគឺរាសីមធ្យមបាទសម្រាប់បងប្អូនដែលកើតឆ្នាំរួងនៅថ្ងៃស្អែករាសីមធ្យមនេះគឺតែងតែប្រកបការងារអ្វីៗបានរលូនដូចសពមួយដងអញ្ចឹងតែអ្វីដែលពិសេសនោះគឺបងប្អូនត្រូវតែ comment លេខ374 734បាទសំទោសបាទ734ហើយសម្លៀកបំពាក់ពណ៌មាសបាទនៅថ្ងៃស្អែកហ្នឹងបាទ comment លេខ734គឺជាលេខនាំសំណាងហើយយើងស្លៀកពាក់ពណ៌មាសគឺជាពណ៌ដែលនាំងើហេងបាទមានន័យថារាសីមធ្យមអាចធ្វើឲ្យរាសីយើងទៅជាល្អបាទវាល្អវាហួសពីមធ្យមទៅគឺល្អហើយបាទអញ្ចឹងកុំភ្លេច comment លេខ734និងស្លៀកសម្លៀកបំពាក់ពណ៌មាសមុននឹងចេញដំណើរទៅទីឆ្ងាយឬក៏ទៅចរចារឿងកិច្ចការអ្វីមួយដើម្បីសម្រេចនៅគោលបំណងរបស់យើងបាទបើសិនណាជាយើងមិនបានធ្វើដូច្នោះទេរាសីរបស់យើងមធ្យមហើយតែយើងមិនបានថាបន្ថែមនៅរិទ្ធអំណាចសង្កត់ទៅលើសត្រូវរបស់យើងឬក៏ទៅចរចាជាមួយដៃគូរបស់យើងឲ្យមានរិទ្ធិអំណាចឲ្យគេខ្លោបខ្លាចឬក៏មើលមកយើងមានដេកជាល្អនោះទេគឺវាពិបាកក្នុងការដោះស្រាយរឿងហ្នឹងណាអញ្ចឹងបានសូមឲ្យបងប្អូនហ្នឹង comment លេខ734និងស្លៀកសម្លៀកបំពាក់ពណ៌មាសដើម្បីនឹងទៅចរចាសម្រាប់នៅសេចក្តីប្រាថ្នារបស់បងប្អូននៅថ្ងៃស្អែកនេះបាទអញ្ចឹងសូមរងចាំស្ដាប់ដូចតទៅបាទបងប្អូនដែលកាត់ឆ្នាំរួងបាទនេះនៅក្នុងថ្ងៃនេះដែរឆ្នាំរួងធាតុមាសពងទេវតាប្រុសរិស័យថ្ងៃនេះល្អមធ្យមការរស់នៅប្រចាំថ្ងៃសម្រាប់ថ្ងៃនេះបាទនៅក្នុងសប្តាហ៍នេះសម្រាប់បរិសកាត់ឆ្នាំរួងចាប់ផ្ដើមទទួលរងប៉ះពាល់ខ្លាំងមិនថាជាកិច្ចការងារឬសំបីតែសម្ពាធប្រកាសជាដើមក្រៅពីនេះសុខភាពនិងសេចក្តីស្នេហាក៏លេចចេញជាបញ្ហាមិនល្អដូចគ្នាបាទអញ្ចឹងនៅកាលឆ្នាំរួងនៅក្នុងថ្ងៃនេះដែរគឺមិនសូវល្អទេបាទអញ្ចឹងគួរតែមានការប្រុងប្រយ័ត្នមែនទែនទាំងបញ្ហាសុខភាពទាំងទំនាក់ទំនងស្នេហាចំពោះកិច្ចការងារវិញបើមានឧបសគ្គហើយការពីមុនមកទទួលផលលំបាកក្នុងការដោះស្រាយពេលនេះបើព្យាយាមពុះពៀក៏តែងហុចផ្លែផ្កាដូចជាទីពេញចិត្តបាទនៅពេលដែលយើងមានបញ្ហាពីមុនមកយើងទើបនឹងមកដោះស្រាយគួរដោះស្រាយនៅថ្ងៃនេះក៏បានដែរបាទវាអាចនឹងផ្ដល់ផ្លែផ្កាឬក៏ជាដំណោះស្រាយមួយល្អសម្រាប់យើងនៅក្នុងថ្ងៃនេះអញ្ចឹងសង្ឃឹមថាអាចនឹងដោះស្រាយបាននៅក្នុងថ្ងៃនេះការធ្វើចំនួនជួញដូរអ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសមម្ល៉េះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្ដាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសំប្រកបអញ្ចឹងនៅក្នុងការធ្វើចំនួនជួញដូរលោកអ្នកដាក់ទុនតិចច្រើនក៏ដោយគួរសម្លឹងមើលទៅលើមនុស្សឬក៏ទៅលើថវិការបស់យើងបើសិនណាជាការដែលយើងធ្វើរាល់ថ្ងៃហ្នឹងវាកើនបាទវាកើនចំណូលអញ្ចឹងយើងគួរតែដាក់ទៅតែក្នុងការដាក់យើងត្រូវប្រយ័ត្នប្រយែងមើលមនុស្សផងអ្នកខ្លះល្អតែមុនដំបូងទៀតក្រោយមកក៏មានបញ្ហាមួយយើងអញ្ចឹងណាបាទចំណែកបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងសុខដុមរមនានិងមានភាពផ្អែមល្ហែមគួរសមមិនជាបញ្ហាអ្វីទេនៅក្នុងថ្ងៃនេះបាទទោះបីនិយាយស្ដីខុសឆ្គងបន្តិចបន្តួចក៏មិនសូវជាបញ្ហាដែរសម្រាប់អ្នកដែលកើតឆ្នាំរោងក្នុងថ្ងៃនេះបាទជាចុងក្រោយនេះក៏សូមជូនពរប្រសិទ្ធពរជ័យសិរីសួស្តីជ័យយាមមង្គលដល់បងប្អូនដែលកើតនៅឆ្នាំរោងនៅថ្ងៃស្អែកនេះសូមប្រកបការងារអ្វីៗបានសម្រេចដោយសេចក្តីប្រាថ្នាកុំភ្លេច share វីដេអូនេះមួយដាក់លេខ734ហើយមុននឹងចេញដំណើរទៅជួបនរណាម្នាក់ឬក៏ប្រកបកិច្ចការងារអ្វីមួយសូមកុំភ្លេចស្លៀកសម្លៀកបំពាក់ពណ៌មាសដើម្បីជាការលើកហុងស៊ុយឬក៏លើករាសីរបស់យើងឲ្យកាន់តែល្អប្រសើរមានរិទ្ធិទៅជះឈ្នះអស់មាសត្រូវទាំងឡាយទាំងពួងបាទអញ្ចឹងសូមធ្វើតាមខ្ញុំអ្វីដែលខ្ញុំប្រាប់មកទៅនឹងប្រកបទៅដោយសេចក្តីជោគជ័យនិងសមតាមបំណងប្រាថ្នាដូចតទៅបាទសម្រាប់បងប្អូនដែលកើតនៅឆ្នាំអាសាញ់នៅថ្ងៃស្អែកនេះគឺរាសីមិនឡើងមិនចុះនោះទេបាទតែកុំបារម្ភអីជាមួយនឹងការងារប្រចាំថ្ងៃគឺប្រព្រឹត្តទៅរលូនដោយសពមួយដងអញ្ចឹងបន្ថែមអំពីរាសីមធ្យមនេះដែរគឺយើងមានលេខសំណាងគឺលេខ412ដែលជាលេខធ្វើឲ្យរាសីរបស់បងប្អូនមធ្យមទៅជាល្អបាទហើយនឹងព
ពណ៌ដែលជាពណ៌នាំសំណាងពណ៌មានឫទ្ធិទៅជាឈ្នះអស់មេសត្រូវទាំងឡាយទាំងពួងគឺពណ៌ក្រហមបាទអញ្ចឹងសូមបងប្អូនដែលកើតនៅឆ្នាំម្សាញ់នៅថ្ងៃស្អែកនេះសូមខមមិនលេខ412ហើយពេលព្រឹកឡើងមុននឹងចេញដំណើរទៅទីឋាននានាទៅចែកកិច្ចការងារអ្វីផ្សេងៗសូមបងប្អូនប្រើសម្លៀកបំពាក់ពណ៌ក្រហមបាទប្រើអាវក៏បានខោក៏បានដែរតែយល់ល្អយើងប្រើអាវទៅបាទអាវពណ៌ក្រហមហើយខោសម្ពុតអីហ្នឹងពណ៌អីក៏បានដែរតែសំខាន់តែបានក្រហមអាវអញ្ចឹងទៅបាទមុននឹងយើងចេញដំណើរទៅទីឋាននានាហ្នឹងគឺយើងមានលេខសំណាងផងយើងមានអាយតេជះផងបាទយើងហៅថាអាយតេជះអាវនាំសំណាងធ្វើឲ្យគេមើលមកយើងហ្នឹងមានឫទ្ធិអំណាចចេស្តាខ្លាំងក្លាមានសម្លេងដោយរាជសីនិយាយស្ដីទៅកាន់ទីឋាននានាទៅកាន់អ្នកផងដែលជាក្តីគូសហការឬកងត្រាអ្វីមួយនោះគឺគេតែងតែខ្លោបខ្លាចអំណាចចេស្តារបស់យើងគេនឹងយល់ព្រមធ្វើតាមសំណុំពររបស់យើងបាទអញ្ចឹងសូមបងប្អូនរងចាំស្ដាប់ដូចតទៅឆ្នាំម្សាញ់ធាតុភ្លើងពងមនុស្សប្រុសរិស័យថ្ងៃនេះល្អជាមធ្យមការរស់នៅប្រចាំថ្ងៃនៅក្នុងថ្ងៃនេះដែរការធ្វើដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណត់ផ្លូវមិនសូវជាល្អប្រហែលទេមានបញ្ហាច្រើនចូលមកយាយីនាំជួបស្ថានភាពលំបាកបាទក្នុងថ្ងៃនេះគឺថាទាំងផ្លូវកាយផ្លូវចិត្តគឺវិបាកតែម្ដងចំពោះការងារវិញសម្រាប់ថ្ងៃនេះបញ្ហាការងារផ្ទាល់ខ្លួនគឺមានភាពភ្លឺថ្លាហើយធ្វើអ្វីតែងតែជឿនលឿនក្រនគប់បំណងត្រឡប់មកវិញបាទគ្រាន់បើបន្តិចចំពោះការងារការធ្វើចំនួនជួញដូរថ្ងៃនេះលោកអ្នកប្រកបការងាររកស៊ីជួញដូរលោកអ្នកត្រូវតែក្តាប់ឱកាសនេះឲ្យឆ្លងផុតកុំឲ្យឆ្លងផុតដោយអត់ប្រយោជន៍បាទយើងអាចប្រកបមុខរបរថ្មីឬផ្លាស់ប្ដូរទីកន្លែងលក់ដូរក៏កាន់តែប្រសើរបើសិនជាក្នុងថ្ងៃនេះទីតាំងចាស់លក់មិនសូវបានយើងអាចផ្លាស់ប្ដូរទៅទីតាំងថ្មីបាននេះសម្រាប់អ្នកកើតឆ្នាំរោងឆ្នាំម្សាញ់ពីចំណែកបញ្ហាស្នេហាកំឡោះក្រមុំបើស្គាល់ចិត្តថ្លើមគ្នាយូរហើយជាឱកាសល្អបំផុតក្នុងការនិយាយគ្នាអំពីគម្រោងរៀបអាពាហ៍ពិពាហ៍បាទកុំឲ្យខាត់ពេលយូរនៅក្នុងថ្ងៃនេះយើងអាចមានសិទ្ធិមានអំណាចឬក៏យើងមានឥទ្ធិពលដើម្បីទៅនិយាយគេទុនចិត្តឬក៏គេព្រមលើកកូនឲ្យអញ្ចឹងសម្រាប់បរិះហើយសម្រាប់អ្នកដែលមានគូអ្នកដែលអត់គូសម្រាប់អ្នកដែលមានគូហើយគឺមានភាពលោកល្អើនជាមួយគ្នានៅក្នុងថ្ងៃហ្នឹងបាទជាចុងក្រោយនេះក៏សូមប្រសិទ្ធពរជ័យសិរីសួស្តីជ័យយមង្គលដល់បងប្អូនប្រុសស្រីដែលកើតនៅឆ្នាំម្សាញ់រាសីមធ្យមនៅក្នុងវេលាឱកាសពេលនេះក៏សូម share នៅវីដេអូនេះមួយហើយដាក់លេខ412បាទជាលេខនាំសំណាងហើយមុនចេញដំណើរទៅទីឋាននានានិយាយស្ដីកងត្រាឬធ្វើអ្វីមួយសូមពាក់ខោអាវពណ៌ក្រហមបាទសម្លៀកបំពាក់ពណ៌ក្រហមដើម្បីជាអាវតេជះឈ្នះអស់មេសត្រូវទាំងឡាយទាំងពួងបន្ថែមពីលើកពីរាសីរបស់យើងមធ្យមទៅជាល្អធ្វើឲ្យអ្នកដែលជាម្ចាស់ដៃគូឬក៏ភាគីម្ខាងទៀតនោះមើលមកយើងមានឫទ្ធិអំណាចតេជះឈ្នះអស់មេសត្រូវទាំងឡាយទាំងពួងយើងនិយាយអ្វីក៏គេព្រមគេស្ដាប់ធ្វើតាមយើងដែរសូមសេចក្តីប្រាថ្នារបស់បងប្អូនដែលនៅថ្ងៃស្អែកនេះសូមបានសម្រេចដូចសេចក្តីប្រាថ្នាបាទសម្រាប់បងប្អូនដែលកើតនៅឆ្នាំមមីនៅថ្ងៃស្អែកនេះបាទគឺរាសីឡើងខ្ពស់ត្រដែតតែម្ដងបាទគឺថាប្រកបការងារអ្វីៗតែងតែបានសម្រេចដោយសេចក្តីប្រាថ្នាបន្ថែមពីលើនៃសំណាងខ្ពស់ហើយរាសីខ្ពស់នេះទៀតគឺមានលេខសំណាងបាទគឺលេខ836ជាលេខនាំសំណាងបន្ថែមពីលើរាសីនឹងទៀតបូករួមជាមួយនឹងពណ៌បាទពណ៌តេជះតែយើងពាក់អាវតេជះដែលត្រូវទៅតាមពណ៌តាមក្បួនខ្នាតគឺពណ៌ប្រផេះបាទនៅថ្ងៃស្អែកនេះសូមបងប្អូនដែលកើតនៅឆ្នាំមមីរាសីខ្ពស់ឡើងត្រដែតនេះសូមខមមិនលេខ836ហើយមុននឹងចេញដំណើរទៅទីឋាននានាចរចាកិច្ចការកងត្រាលក់ដូរទិញចូលនឹងយ៉ាងណាសូមពាក់អាវពណ៌ប្រផេះបាទបន្ថែមពីលើនៅរាសីរបស់បងប្អូនទៀតនោះគឺពណ៌ប្រផេះនេះគឺជាអាវតេជះឈ្នះអស់មេសត្រូវទាំងឡាយទាំងពួងដើម្បីឲ្យភាគីដៃគូរបស់យើងមើលមកយើងនឹងមានឫទ្ធិអំណាចតេជះខ្លាំងក្លានិយាយស្ដីទៅកាន់អ្នកណាអ្នកនោះតែងតែមានការយល់ស្របព្រមទៅតាមអ្វីដែលយើងចង់បានបាទអញ្ចឹងសូមស្ដាប់ដូចតទៅឆ្នាំមមី
សម្រាប់បងប្អូនដែលកាត់ឆ្នាំមីធាតភ្លើងពងទេវតាស្រីដួងចិត្តរិស័យថ្ងៃនេះខ្ពស់ត្រដែតតែម្ដងការរស់នៅប្រចាំថ្ងៃនៅថ្ងៃនេះគឺផ្ដល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយដែលជារឿងសំខាន់ពីព្រោះថាផលដែលឆ្លើយតបគ្រាន់ជាទីគាប់ចិត្តបាទល្អប្រសើរណាស់ក្នុងថ្ងៃនេះកិច្ចការងារការប្រកបការងារវិញលោកអ្នកតែងមានមនុស្សជួយជ្រោមជ្រែងច្រើនហើយទោះធ្វើអ្វីក៏តែងតែអាចទម្លុះទម្លាយដល់ចាប់ចុងចាប់ដើមទៀតផងការធ្វើចំនួនជួញដូរសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញដូរទីជិតទីឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកតែងមានសុវត្ថិភាពសុខភាពល្អនិងអាចរកផលកម្រៃគ្រប់គ្រាន់ក៏ជាទីកក់ក្ដៅដែរបាទអញ្ចឹងយើងមិនថាទៅណាទៅណីទេសុខភាពក៏យើងមិនមានផលអ្វីរំខានការធ្វើដំណើរទៅមកក៏សុវត្ថិភាពល្អទៀតបាទសម្រាប់អ្នកកាត់ឆ្នាំមមីថ្ងៃនេះសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំបើមានលក្ខណៈទុំជូរហើយជាពេលវេលាល្អសម្រាប់រៀបចំចូលដល់ចាស់ទុំផងដែរបាទបើជ្រុលជ្រោះហើយឬក៏ស្រឡាញ់គ្នាមែនទែនហើយយើងអាចនឹងដល់ពេលវេលាដើម្បីនឹងផ្សំផ្គុំគ្នាឲ្យខ្លាចជាប្តីប្រពន្ធពេញច្បាប់តែម្ដងទៅនេះសម្រាប់អ្នកដែលកើតឆ្នាំមមីបាទសម្រាប់អ្នកដែលកើតឆ្នាំមមីនៅក្នុងថ្ងៃនេះបាទជាចុងក្រោយនេះក៏សូមប្រសិទ្ធពរជ័យសិរីសួស្តីជ័យយាមង្គលដល់បងប្អូនដែលកើតនៅឆ្នាំមមីនៅថ្ងៃស្អែកនេះសូមប្រកបការងារអ្វីៗបានសម្រេចដោយសេចក្តីប្រាថ្នាហើយកុំភ្លេច share នៅវីដេអូនេះដាក់លេខ836មុននឹងចេញដំណើរទៅទីឋាននានាគឺពាក់អាវដេជះគឺពណ៌ប្រផេះបាទគឺពណ៌ប្រផេះដែលជាអាវធ្វើឲ្យលោកអ្នកមានឫទ្ធិអំណាចខ្លាំងក្លាទៅចាស់ឈ្នះអស់មេសត្រូវទាំងឡាយទាំងពួងនិយាយស្ដីទៅកាន់ទីឋាននានាធ្វើឲ្យភាគីឬក៏ដៃគូរបស់យើងនឹងមានការយល់ព្រមឬក៏ធ្វើតាមអ្វីដែលយើងបានប្រាប់ដោយសេចក្តីប្រាថ្នាបាទសម្រាប់បងប្អូនដែលកើតនៅឆ្នាំមមេរាសីនៅថ្ងៃស្អែកនេះគឺមិនឡើងហើយក៏មិនចុះដែរបាទគឺរាសីមធ្យមបាទបន្ថែមពីរាសីមធ្យមនេះដែរគឺមានលេខសំណាងសម្រាប់ញាតិយោងបងប្អូនឲ្យពីមធ្យមទៅជាល្អនោះគឺលេខ1 3ដងបាទ111អញ្ចឹងសូមបងប្អូនដែលកើតនៅឆ្នាំមមេសូមខមមិនលេខ111នេះហើយនឹងពេលព្រឹកឡើងសូមពាក់អាវនៅពណ៌ទឹកក្រូចបាទមុននឹងចេញដំណើរទៅទីឋាននានាឬក៏និយាយកិច្ចការងារអ្វីមួយទិញដូរលក់ចេញឬក៏កុងត្រាក្រុមហ៊ុនឬក៏ដាក់ពាក្យប្រឡងមន្ត្រីរាជការអីហ្នឹងយ៉ាងណាសូមពាក់អាវពណ៌ទឹកក្រូចដើម្បីជាពណ៌ងៅហេងពណ៌អាវទៅជះឈ្នះអស់មាសត្រូវទាំងឡាយទាំងពួងធ្វើឲ្យអ្នកដែលជាដៃគូរបស់យើងឬក៏សមាជិកនៅក្នុងទីនោះមើលមកយើងមកមានឫទ្ធិអំណាចមានពន្លឺនិយាយស្ដីទៅកាន់អ្នកដទៃគឺគេយល់ស្របយល់ព្រមនឹងធ្វើតាមអ្វីដែលយើងបានសន្សំពរគេនោះបាទអញ្ចឹងសូមកុំភ្លេច comment លេខ111ហើយនឹង share វីដេអូនេះទៅដាក់លេខ111នេះចេញទៅបាទសូមសម្ដាប់ដូចតទៅឆ្នាំមមេសម្រាប់លោកអ្នកដែលកាត់ឆ្នាំមមេធាតុមាសពងទេវតាស្រីរាសីថ្ងៃនេះល្អមធ្យមការរស់នៅប្រចាំថ្ងៃនៅក្នុងពេលនេះលោកអ្នកកាត់ឆ្នាំមមេដែលចូលខែនេះដួងចិត្តរាសីរបស់លោកអ្នកនៅល្អប្រសើរហើយទោះបីជាធ្វើអ្វីតែងតែជឿនលឿនទៅមុខសន្សំជានិច្ចបាទសម្រាប់ការងារប្រចាំថ្ងៃនៅក្នុងថ្ងៃនេះដែរចំពោះដំណើរជីវិតរបស់លោកអ្នកងាយជួបបញ្ហាត្រូវគេវាយប្រហារដូច្នេះក៏បីប្រយ័ត្នប្រយែងការងារដោយមិនត្រូវធ្វើឲ្យមានកំហុសច្រើនឡើយបាទប្រយ័ត្នតិចទៅការធ្វើចំនួនជួញដូរសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលកម្រៃណាស់ឯការជួញដូរទីចិត្តឆ្ងាយទៀតសោតកើតមានភាពរកម្មរកុសច្រើនបញ្ហាស្នេហាប្រុសស្រីគឺតែងតែកើតមានជារឿងរកម្មរកុសចិត្តនិងពិសេសចង់ចាញ់ឈ្នះគ្នាបាទអញ្ចឹងយើងត្រូវចេះយល់ចិត្តគ្នាតិចទៅសម្រាប់ឆ្នាំម៉ែថ្ងៃនេះគួរតែមានការប្រយ័ត្នប្រយែងឲ្យមែនតើបាទជាចុងក្រោយនេះក៏សូមប្រសិទ្ធពរជ័យសិរីសួស្តីជ័យយាមង្គលដល់បងប្អូនដែលកើតនៅឆ្នាំមមេនេះសូមឲ្យប្រកបទៅនឹងសេចក្តីសុខសេចក្តីចម្រើនប្រាថ្នាអ្វីបានសម្រេចដោយសេចក្តីប្រាថ្នាកុំភ្លេច share នៅវីដេអូនេះដាក់លេខ111ហើយមុននឹងចេញដំណើរទៅទីឋាននានាស្លៀកពាក់សម្លៀកបំពាក់ពណ៌ទឹកក្រូចបាទមុននឹងនិយាយស្ដីឬក៏ចុះកុងត្រាទិញដូរលក់ចេញនឹងយ៉ាងណាសូមពាក់អាវពណ៌ទឹកក្រូចសូមឲ្យប្រក
កបនៅសេចក្តីសុខសេចក្តីចម្រើនប្រាថ្នាអ្វីៗបានសម្រេចដោយសេចក្តីប្រាថ្នាបាទសម្រាប់បងប្អូនដែលកើតឆ្នាំវកនៅថ្ងៃស្អែកនេះរាសីមិនល្អទេបាទគឺស្រុតចុះតែម្ដងបាទតែកុំបារម្ភអីជាមួយនឹងរាសីស្រុតចុះនេះយើងមានវិធីកែច្នៃដើម្បីជាការលើករាសីធ្វើឲ្យគ្រោះខ្លាយជាលាភវិញជាមួយនឹងលេខនាំសំណាង978អញ្ចឹងបងប្អូនដែលកើតឆ្នាំវកនៅថ្ងៃស្អែកនេះសូមកុំភ្លេច comment លេខ978ហើយ share វីដេអូនេះចេញមួយដាក់លេខ978បាទលុះដល់ព្រឹកថ្ងៃស្អែកឡើងបងប្អូនកុំភ្លេចមុននឹងចេញដំណើរទៅទីឋាននានាទៅនិយាយកុងត្រាចរចាទិញចូលលក់ចេញនឹងយ៉ាងណាឬក៏ទៅលក់ដូរអចលនទ្រព្យក្តីឬក៏និយាយស្ដីសេចក្ការប្រឡងថ្នាក់មន្ត្រីកហបតីនឹងយ៉ាងណាសូមកុំភ្លេចពាក់អាវពណ៌ត្របែកព្រៃបាទពាក់អាវពណ៌ត្របែកព្រៃឬក៏ហៅថាអាវតេជះឈ្នះអស់មាសត្រូវទាំងឡាយទាំងពួងកែមកពីគ្រោះទៅជាលាភវិញធ្វើឲ្យបងប្អូនមានឫទ្ធិអំណាចខ្លាំងក្រៃអ្នកផងដតីមើលមកមានពន្លឺដេជះមានភាពអស្ចារ្យធ្វើឲ្យគេទន់ចិត្តអាណិតស្រឡាញ់បងប្អូនអញ្ចឹងសូមកុំភ្លេចធ្វើតាមអ្វីដែលខ្ញុំប្រាប់ហើយសូមសន្តាប់ដូចតទៅឆ្នាំវកបាទបងប្អូនប្រុសស្រីដែលកើតឆ្នាំវកធាតុដែកពងយៈប្រុសរាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំងបាទថ្ងៃនេះមិនល្អទេសម្រាប់អ្នកដែលកើតឆ្នាំវកចំពោះការរស់នៅប្រចាំថ្ងៃទោះបីជាលោកអ្នកធ្វើដំណើរទៅណាមកណាក៏ត្រូវយកចិត្តទុកដាក់នៅលើបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនបាទជាពិសេសចំពោះស្ត្រីភេទហាមធ្វើដំណើរទៅណាដាច់សង្វែងតែម្នាក់ឯងបាទមិនថាបរិសុទ្ធមិនថាស្ត្រីភេទទេបាទត្រូវថែរក្សាសុវត្ថិភាពប្រយ័ត្នសុវត្ថិភាពហើយនឹងជាពិសេសមនុស្សស្រីគុំធ្វើដំណើរទៅណាម្នាក់ឯងត្រូវមានគ្នាទៅជាមួយផងក្នុងថ្ងៃនេះប្រយ័ត្នជួបបញ្ហាផ្ទាល់ខ្លួនចំពោះកិច្ចការងារដំណើរជីវិតរបស់លោកអ្នកជួបបញ្ហារាំងស្ទះបន្តិចបន្តួចហើយជាពិសេសធ្វើច្រើនទទួលបានផលតិចក្នុងការងារថ្ងៃហ្នឹងណាខំប្រឹងណាស់តែបានផលមកវិញតិចកម្រៃក៏បានតិចមកវិញដែរបាទអញ្ចឹងមិនសូវជាល្អប្រហែលទេការធ្វើចំនួនជួញដូរចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញលៀបហែងទោះតូចធំមានការបោហួសចំណិចបាទឬក៏ត្រូវគេឆក់យកទៅបាត់អញ្ចឹងមានភាពតានតឹងមែនទែនក្នុងការលក់ដូរថ្ងៃនេះឬក៏ធ្វើចំនួនជួញប្រែអញ្ចឹងបើសិនជាអាចយើងកុំបោះទុនធំឬក៏ដាក់ទុនជាមួយនរណាអីសោះបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំបើជួបគ្នាថ្មីថ្មោងតែងតែមានការជឿនលឿនទៅមុខឆាប់រហ័សហើយបើថយក្រោយវិញក៏លឿនដែរបាទចឹងថាស្រឡាញ់លឿនថយក៏លឿនអញ្ចឹងអានខាស្នេហាផ្លេចបន្ទូលមកផ្លែតហ្នឹងអញ្ចឹងយើងបើដឹងហើយគួរតែប្រយ័ត្នប្រយែងឲ្យមែនទែនសម្រាប់អ្នកដែលកើតឆ្នាំវកនៅក្នុងថ្ងៃនេះគឺរាសីមិនល្អទេបាទបាទជាចុងក្រោយនេះក៏សូមប្រសិទ្ធពរជ័យសិរីសួស្តីជ័យជាមង្គលដល់បងប្អូនប្រុសស្រីដែលកើតនៅឆ្នាំវកដែលរាសីមិនល្អនៅថ្ងៃស្អែកនេះត្រឡប់ពីគ្រោះបែរមកជាលាភសូមឲ្យបងប្អូនប្រាថ្នាអ្វីៗបានសម្រេចដូចសេចក្តីប្រាថ្នាហើយម្យ៉ាងទៀតកុំភ្លេច share នៅវីដេអូនេះដាក់លេខ978លុះព្រឹកឡើងចេញដំណើរទៅនិយាយស្ដីចរចាកុងត្រាទិញចូលលក់ចេញនឹងយ៉ាងណាសូមកុំភ្លេចពាក់អាវពណ៌ត្របែកព្រៃដែលជាអាវតែចេះឈ្នះអស់មាសត្រូវទាំងឡាយទាំងពួងនិយាយស្ដីទៅកាន់អ្នកដទៃធ្វើឲ្យគេទន់ចិត្តអាណិតស្រឡាញ់យល់ព្រមទៅតាមអ្វីដែលយើងចង់បានដោយសេចក្តីប្រាថ្នាបាទសម្រាប់បងប្អូនដែលកើតឆ្នាំរកានៅថ្ងៃស្អែកនេះរាសីមិនឡើងហើយក៏មិនចុះដែរគឺមធ្យមបាទតែកុំបារម្ភអីជាមួយនឹងការងាររកស៊ីប្រចាំថ្ងៃប្រព្រឹត្តទៅយ៉ាងរលូនដូចសពមួយដងអញ្ចឹងហើយសម្រាប់បងប្អូនដែលកើតឆ្នាំរការាសីមធ្យមនេះយើងមានលេខនាំសំណាងគឺលេខ610បាទអញ្ចឹងលេខនឹងធ្វើឲ្យយើងប្រែពីមធ្យមទៅជាល្អអញ្ចឹងបងប្អូនដែលកើតឆ្នាំរការាសីមធ្យមនៅថ្ងៃស្អែកនេះកុំភ្លេចcomment លេខ610ហើយ share វីដេអូនេះចេញទៅដាក់លេខ610បូករួមជាមួយនឹងពណ៌សំណាងដែលធ្វើឲ្យយើងមានរិទ្ធិទៅជះឈ្នះអស់មាសត្រូវទាំងឡាយទាំងពួងមុននឹងចេញទៅនិយាយស្ដីការងារឬប្រកបការងារអ្វីៗទិញចូលលក់ចេញកុងត្រាឬក៏ប្រឡងចូលក្រឡាបញ្ជី
មន្ត្រីរាជការឯនឹងយ៉ាងណាសូមបងប្អូនកុំភ្លេចពាក់អាវពណ៌បៃតងឬក៏ពណ៌ប្រផេះដែលជាអាវទៅចាស់ឈ្នះអស់មារសត្រូវទាំងឡាយទាំងពួងនិយាយស្ដីទៅកាន់គេឬក៏ធ្វើអ្វីមួយទៅកាន់អ្នកដទៃគេមានការស្ញប់ស្ញែងមើលមកយើងដូចមានពន្លឺទៅចាស់មើលមកយើងដូចជាគួរឲ្យទុកចិត្តអាណិតស្រឡាញ់ដូចបងនិងប្អូនអញ្ចឹងបងប្អូនកុំភ្លេចcomment លេខ610និង share វីដេអូនេះចេញទៅដល់លេខ610ហើយកុំភ្លេចពាក់អាវពណ៌បៃតងឬពណ៌ប្រផេះទៅនិយាយកិច្ចការងារឬក៏ប្រឡងមន្ត្រីរាជការឯណាយ៉ាងណាសូមតាមដានស្ដាប់ដូចតទៅឆ្នាំរកាសម្រាប់បងប្អូនដែលកើតឆ្នាំរកាធាតុដែកពងយៈប្រុសថ្ងៃនេះរាសីល្អមជាមធ្យមការរស់នៅក្នុងអំឡុងពេលនេះអំណោយផលល្អទាំងបញ្ហាកិច្ចការងារនិងបញ្ហាប្រកាសគឺមានការរីកចម្រើនលូតលាស់ឈានទៅមុខគ្រាន់កក់ក្ដៅជាងមុនវិញហើយចំណែកការងារការប្រកបការងាររបស់លោកអ្នកក៏ប្រសើរគួរសមហើយបើទោះបីធ្វើអ្វីក៏តែងតែមានការរីកចម្រើនលូតលាស់សន្សឹមទៅមុខជានិច្ចចំណែកការធ្វើចំនួនជួញដូរអ្នកប្រកបរបររកស៊ីជួញដូរបើចង់សាកល្បងជួញឆ្ងាយក៏តែងតែផ្ដល់ផលល្អៗមកវិញផងដែរបញ្ហាស្នេហាសេចក្តីស្នេហាកំឡោះក្រមុំមានការជឿនលឿនទៅមុខនិងមានភាពស្រស់ស្រាយល្អប្រពៃណាស់បាទសម្រាប់អ្នកកើតឆ្នាំរកាថ្ងៃនេះធ្វើអីក៏បានល្អដែរបាទបាទទីចុងក្រោយនេះខ្ញុំបាទសូមសិទ្ធិពរជ័យសិរីសួស្តីជ័យយាមង្គលដល់បងប្អូនដែលកើតឆ្នាំរការាសីមធ្យមនៅថ្ងៃស្អែកនេះសូមកុំភ្លេច share វីដេអូនេះចេញទៅដាក់លេខ610ហើយមុននឹងធ្វើអ្វីមួយចរចេញយត្រាពីគេហដ្ឋានទៅព្រឹកឡើងសូមពាក់អាវពណ៌បៃតងឬពណ៌ប្រផេះដែលជាអាវទៅចាស់ឈ្នះអស់មារសត្រូវទាំងឡាយទាំងពួងប្រកបការងារអ្វីបានសម្រេចដោយសេចក្តីប្រាថ្នាបាទសម្រាប់បងប្អូនដែលកើតនៅឆ្នាំចនៅថ្ងៃស្អែកនេះគឺរាសីខ្ពស់ត្រដែតតែម្ដងបាទប្រកបការងារអ្វីតែងតែបានសម្រេចដោយសេចក្តីប្រាថ្នាបន្ថែមពីលើរាសីខ្ពស់នេះទៀតគឺយើងមានលេខនាំសំណាងដល់បងប្អូនកុំភ្លេច comment លេខ338ហើយ share វីដេអូនេះចេញទៅដាក់លេខ338ជាមួយនឹងពណ៌នាំសំណាងជាពណ៌អាវតេជះឈ្នះអស់មារសត្រូវទាំងឡាយទាំងពួងដែលបងប្អូនមុននឹងចេញដំណើរទៅទីឋាននានានិយាយស្ដីធ្វើការងារមន្ត្រីរាជការទិញចូលលក់ចេញកុងត្រាកាឡាបញ្ជីប្រឡងចូលយ៉ាងណាសូមកុំភ្លេចពាក់អាវពណ៌មាសឬក៏ពណ៌ស្វាយនៅថ្ងៃស្អែកនេះបាទអញ្ចឹងសូមបងប្អូនធ្វើតាមអ្វីដែលខ្ញុំបានប្រាប់ហើយសូមរងចាំទស្សនាជាបន្តទៅឆ្នាំចសម្រាប់បងប្អូនដែលកើតឆ្នាំចធាតុដីពងយៈស្រីថ្ងៃនេះរាសីខ្ពស់ត្រដែតតែម្ដងការរស់នៅថ្ងៃនេះបើលោកអ្នកចង់ចរចាអ្វីមួយតែងតែអាចទម្លុះទម្លាយនិងសម្រេចដោយក្តីបំណងបងប្រាថ្នាបានជានិច្ចចំណែកការងារដោយសារដួងជតារាសីរបស់លោកអ្នកខ្ពស់ម្ល៉េះហើយផ្ដល់ផលល្អសម្រាប់លោកអ្នកសម្រាប់ការងារបានហើយពីព្រោះថាផលល្អតែងតែឆ្លើយតបមកវិញយ៉ាងកក់ក្ដៅចំណែកការធ្វើចំនួនជួញដូរបើអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះមិនថាការជួញទីចិត្តទីឆ្ងាយសេចក្តីសុខដុមរមនាអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីគប់បំណងបញ្ហាស្នេហាកំឡោះក្រមុំមិនត្រូវឆ្លក់វង្វេងទៅលើរឿងកាមគុណប្រជ្រុលខ្លួនពេកទេអាចនាំទុកដល់ខ្លួននៅថ្ងៃមុខបានបាទយើងកុំឲ្យលងខ្លួនទៅជ្រុលពេកយើងល្មមទៅបានហើយចំពោះស្នេហាបើថាស្រឡាញ់គ្នាខ្លាំងយកឲ្យម៉ែឪចូលស្ដីដណ្ដឹងតែម្ដងទៅបាទនេះសម្រាប់អ្នកកើតឆ្នាំចទីចុងក្រោយខ្ញុំបាទសូមសិទ្ធិពរជ័យសិរីសួស្តីជ័យយាមង្គលដល់បងប្អូនដែលកើតនៅឆ្នាំចរាសីខ្ពស់នៅថ្ងៃស្អែកនេះសូមកុំភ្លេច share វីដេអូនេះចេញទៅដាក់លេខ338ហើយមុននឹងចេញដំណើរទៅទីឋាននានានៅថ្ងៃស្អែកនេះសូមកុំភ្លេចពាក់អាវពណ៌មាសឬពណ៌ស្វាយដែលជាអាវតេជះឈ្នះអស់មារសត្រូវទាំងឡាយទាំងពួងធ្វើឲ្យលោកអ្នកនិយាយស្ដីទៅកាន់ទីឋាននានាធ្វើឲ្យគេចូលចិត្តអាណិតស្រឡាញ់ហើយយល់ព្រមតាមអ្វីដែលយើងបាននិយាយឬក៏បានសំណូមពរដោយសេចក្តីប្រាថ្នាបាទសូមឲ្យបងប្អូនប្រាថ្នាអ្វីបានសម្រេចដោយសេចក្តីប្រាថ្នាមានលៀបមានយសសិរីសួស្តីជ័យមង្គលពេញមួយថ្ងៃតែម្ដងបាទសម្រាប់បងប្អូនដែលកើតនៅឆ្នាំកុលនៅថ្ងៃស្អែកនេះគឺរាសីខ្ព
ពោះត្រដែតតែម្ដងសម្រាប់បងប្អូនដែលកើតនៅឆ្នាំកនេះបានប្រកបការងារអ្វីៗបានសម្រេចដោយសេចក្តីប្រាថ្នាយើងក៏មានលេខនាំសំណាងរបស់បងប្អូនបន្ថែមពីការដែលបងប្អូនមានរាសីខ្ពស់នឹងទៀតបានលេខនាំសំណាងរបស់បងប្អូនគឺ649បាទ649ចឹងបងប្អូនដែលកើតឆ្នាំកុរនៅថ្ងៃស្អែកនេះសូមកុំភ្លេច comment លេខ649ហើយ share វីដេអូនេះចេញទៅដាក់លេខ949ពេលព្រឹកឡើងបងប្អូនមិននឹងចេញទៅការងារអ្វីៗប្រកបការងារទិញចូលលក់ចេញកុងត្រាឬក៏ចូលប្រឡងក្របខ័ណ្ឌមន្ត្រីរាជការនឹងយ៉ាងណាសូមកុំភ្លេចពាក់អាវពណ៌ផ្ទៃមេឃឬក៏ពណ៌ទឹកប្រាក់បាទដើម្បីជាការលើករាសីបន្ថែមនៅពន្លឺថ្មីទៅចាស់ទៅចង់ធ្វើឲ្យអ្នកផងមើលមកបងប្អូននឹងមានសេចក្តីអាណិតស្រឡាញ់ចូលចិត្តរាប់អានបាទអញ្ចឹងសូមតាមដានស្ដាប់ដូចតទៅឆ្នាំកុរសម្រាប់បងប្អូនដែលកើតឆ្នាំកុរធាតុទឹកពងមនុស្សស្រីថ្ងៃនេះដួងចិត្តរាសីខ្ពស់ត្រដែតការរស់នៅប្រចាំថ្ងៃបើចង់ពឹងពាក់អ្នកដទៃឲ្យជួយរឿងអ្វីមួយដែលតែងតែហុចផលល្អមកវិញតែងតែហុចផលល្អមកវិញគួរជាទីគប់ចិត្តការងារថ្ងៃនេះធ្វើអ្វីងាយឆាប់ចប់និងទទួលបានលទ្ធផលលឿនផងដែរការធ្វើចំនួនជួញដូរសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញចូលលោកអ្នកក៏បីបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឲ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញយ៉ាងច្រើនជាក់លាក់ពំខានបញ្ហាស្នេហាសម្ព័ន្ធស្នេហាកំឡោះក្រមុំឬពោះម៉ាយមីម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហាទើបមិនកាត់រឿងបែកបាក់នៅថ្ងៃខាងមុខបាទអញ្ចឹងអ្នកដែលកើតឆ្នាំកុរគួរតែត្រិះរិះពិចារណាឲ្យមែនតើនិស្ស័យខ្ពស់តែក៏ត្រូវមានការប្រុងប្រយ័ត្នដែរក្នុងការដែលយើងធ្វើការងារប្រចាំថ្ងៃក្នុងការងារដែលប្រកបរបររកស៊ីនិងសម្ព័ន្ធភាពស្នេហាបាទជាចុងក្រោយនេះខ្ញុំបាទសូមសិទ្ធិពរជ័យសិរីសួស្តីជ័យយមង្គលដល់បងប្អូនប្រុសស្រីដែលកើតនៅឆ្នាំកុរនេះសូមឲ្យជួបតែនឹងសេចក្តីសុខសេចក្តីចម្រើនប្រាថ្នាអ្វីៗបានសម្រេចដោយសេចក្តីប្រាថ្នាកុំភ្លេច share វីដេអូនេះចេញទៅដាក់លេខ649ហើយមុននឹងចេញដំណើរទៅទីឋាននានានិយាយស្តីការងារអ្វីមួយសូមកុំភ្លេចពាក់អាវពណ៌ផ្ទៃមេឃឬក៏អាវពណ៌ទឹកប្រាក់នឹងបានសម្រេចដោយសេចក្តីប្រាថ្នាបានបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនានៅវីដេអូនេះបាទសម្រាប់ឆ្នាំទាំង12ដែលខ្ញុំបានរៀបរាប់នៅខាងលើនេះគឺជាក្បួនបុរាណដែលគាត់បានចារទុកមកសម្រាប់ឲ្យកូនចៅជំនាន់ក្រោយអនុវត្តនិងធ្វើតាមអញ្ចឹងបើសិនណាជាបងប្អូនពុកម៉ែបងប្អូនទាំងអស់ដែលបានស្ដាប់ហើយមានឆ្នាំនៅក្នុងនោះដែរអញ្ចឹងគួរតែមានការប្រុងប្រយ័ត្នកុំឲ្យមានការខាតបង់ឬក៏រងទុក្ខវេទនាអញ្ចឹងយើងត្រូវប្រយ័ត្នទៅដើម្បីឲ្យមានជោគជតារាសីថ្ងៃល្អសម្រាប់ខ្លួនយើងផងដែរអញ្ចឹងសម្រាប់ក្នុងវេលាឱកាសពេលដែរខ្ញុំសូមជូនពរសិរីសួស្តីជ័យមង្គលចូលមានគ្រប់ក្រុមគ្រួសារលៀបហូរចូលលៀបជោគជ័យសិរីសួស្តីកែឈ្មោះលបាញ់ល្បីចូលដល់គ្រប់ក្រុមគ្រួសារទាំងអស់គ្នាសូមជម្រាបលា